បរិះម្នាក់នេះគាត់គឺជាភ្នាក់ងារអចលនទ្រព្យហើយនៅថ្ងៃនេះដែរគាត់ត្រូវតែចុះទៅមើលការងារនៅតាមខេត្តដែលខ្លួនឯងព្រោះតែអតិថិជនមានបញ្ហាបន្តិចបន្តួចជាមួយនឹងការសាងសង់អគារតែមានបរិះម្នាក់នោះគាត់មិនព្រមចេញឡើយព្រោះផ្ទះមួយនឹងវាគឺជាអ្វីៗទាំងអស់សម្រាប់គាត់ចំណែកឯអូខ្វាងឯនេះវិញគាត់មិនបានខ្វល់ពីហេតុផលអ្វីឡើយអ្វីដែលសំខាន់សម្រាប់គាត់នោះគឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យមនុស្សដែលរស់នៅក្បែរគម្រោងអភិវឌ្ឍនោះឬផ្ទះចេញបានកាន់តែលឿនកាន់តែល្អកំពុងតែបើកឡើងសុកនឹងត្រាប់តែ Google Map បានប្រាប់ឲ្យគាត់បត់ត្រឡប់ថយក្រោយវិញប៉ុន្តែផ្លូវដែលគាត់កំពុងតែបើកបរនោះវាមិនអាចត្រឡប់ថយក្រោយបាននោះទេឥឡូវតែទៅមើលលើអេក្រង់ឡានស្រាប់តែគាត់បានទៅបុករបស់វិញម្យ៉ាងគាត់ក៏បានចាប់ហ្វ្រាំងយ៉ាងលឿនហើយបានមើលទៅតាមកញ្ចក់ឡានគាត់ក៏បានឃើញមានមនុស្សប្រុសម្នាក់ដែលកំពុងតែដេកនៅលើផ្លូវដោយមិនកំរើកអ្វីសោះអូខ្វាន់គាត់ក៏បានចុះពីលើឡានដើម្បីនឹងទៅមើលទាំងដែលនៅក្នុងចិត្តមានការភ័យខ្លាចជាខ្លាំងនៅពេលដែលគាត់បានចុះមកមើលផ្ទាល់វាមិនដូចអ្វីដែលគាត់បានឃើញកាលពីលើកដំបូងនោះទេវាគឺជាទីងមងចម្បាំងទៅវិញអូខ្វាងគាត់បន្តដំណើរទៅខាងមុខទៀតប៉ុន្តែនៅពេលដែលគាត់មកដល់ផ្លូវមួយគាត់មានអារម្មណ៍ថាខ្លួនឯងកំពុងតែវង្វេងផ្លូវហើយពីព្រោះគ្មានស្លាកសញ្ញាដើម្បីនឹងសម្គាល់ផ្លូវឡើយបើទោះបីជាយ៉ាងណាក៏ដោយអូខ្វាងគាត់នៅតែបន្តដំណើរទៅមុខដដែលកំឡុងពេលដែលកំពុងតែបើកបរឡានស្រាប់តែមានសត្វស្លាបមួយក្បាលបានហើរមកបុកជាមួយនឹងកញ្ចក់ឡានរបស់គាត់អូខ្វាងគាត់បានគេចពីសត្វមួយក្បាលនោះតែបែរជាជ្រុលចង្កូតចូលទៅក្នុងព្រៃដែលធ្វើឲ្យឡានរបស់គាត់ទៅបុកនឹងគល់ឈើបណ្ដាលឲ្យគាត់សន្លប់នៅលើឡាននឹងតែម្ដងទៅកំឡុងពេលដែលគាត់កំពុងតែសន្លប់នោះគាត់ក៏បានយល់សប្តិឃើញខ្លួនឯងកំពុងតែវាយឡើងជាមួយនឹងនរណាម្នាក់ក៏មិនដឹងនោះដែរនៅពេលដែលគាត់បានភ្ញាក់ដឹងខ្លួនឡើងមកវិញគាត់បាននៅក្នុងផ្ទះរបស់ Mr. Chang រួចបាត់ទៅហើយអូខ្វាងគាត់ក៏បានសួរថាគាត់បានសន្លប់យូរប៉ុន្មានហើយ Mr. Chang គាត់ក៏បានតបទៅវិញថាគាត់សន្លប់នៅក្នុងបន្ទប់មួយនេះអស់រយៈពេល2ថ្ងៃទៅហើយអូខ្វាងគាត់ក៏បានសួរអំពីតំបន់ឆុងសុកប៉ុន្តែ Mr. Chang គាត់មិនដែលឮឈ្មោះនេះពីមុនមកនោះទេអូខ្វាងគាត់ក៏ប្រញាប់យកទូរស័ព្ទមកមើលតែវាមិននៅជាមួយនឹងគាត់នោះទេយន់ហ៊ីដែលត្រូវជាប្រពន្ធរបស់ Mr. Chang នាងក៏បានហុចសម្ភារៈទាំងអស់ទៅកាន់គាត់ប៉ុន្តែវាយ៉ាប់ត្រង់ថាទូរស័ព្ទដៃរបស់គាត់ខូចប្រើការលេងកាតបាត់ទៅហើយអូខ្វាងគាត់ក៏បានខ្ចីទូរស័ព្ទរបស់ពួកគេយកមកប្រើសិនចំណែកឯពួកគេទាំងពីរនាក់នេះវិញគ្មានទូរស័ព្ទប្រើតតែសោះអូខ្វាងគាត់បានត្រឹមតែហួចចិត្តហើយគាត់ក៏បានឆ្ងល់ដែរថាតើវាក៏ជាកន្លែងស្អីទៅបានតែគ្មានទូរស័ព្ទប្រើបែបហ្នឹងអូខ្វាងក៏មិនអាចនៅទីនេះយូរបានទៀតនោះទេដូច្នេះហើយគាត់ក៏សម្រេចចិត្តចេញពីផ្ទះរបស់ Mr. Chang ភ្លាមតែម្ដងទៅបើទោះបីជាមានការហាមឃាត់ពី Mr. Chang យ៉ាងណាក៏ដោយក៏អូខ្វាងគាត់មិនព្រមនៅទីនេះដែរហើយគាត់គ្រាន់តែចង់ឲ្យ Mr. Chang ប្រាប់ពីផ្លូវដែលត្រូវដើរទៅរកផ្លូវធំហើយនឹងឡានរបស់គាត់តែឃើញអាការៈរបស់អូខ្វាងហាក់ដូចជានៅអស់កម្លាំង Mr. Chang ក៏បានខកឲ្យគាត់ញ៉ាំអាហារជាមុនសិនចាំធ្វើដំណើរបន្តទៅមុខទៀតរីឯអូខ្វាងគាត់នៅតែមិនយល់ព្រមស្នាក់នៅទីនេះបន្តទៅទៀតនោះទេដើរបានតែពីជំហានពូរបស់គាត់ក៏ចាប់ផ្ដើមកោអញ្ចឹងហើយចង់ឬក៏មិនចង់គាត់ត្រូវតែបង្ខំចិត្តញ៉ាំអាហារនៅទីនេះឲ្យបានឆ្អែតសិនដោយសារតែការឃ្លានខ្លាំងពេកវាបានធ្វើឲ្យការញ៉ាំអាហាររបស់គាត់ភ្លុកភ្លាមតែម្ដងស៊ូហ៊ីនេះក៏បានហុចទឹកទៅឲ្យគាត់ផឹកយ៉ាងលឿនចំណែកឯ Mr. Chang គាត់ក៏បានស្រីបន្ទោសទៅឲ្យយុនសុកដែលត្រូវជាកូនប្រុសរបស់គាត់ថាមិនបានជាគាត់ធ្វើទឹកមុខបែបហ្នឹងនៅពេលដែលកំពុងតែមានភ្ញៀវអញ្ចឹងយុនសុកក៏បាននិយាយអ្វីច្រើនឡើយតែគ្រាន់តែគាត់បានក្រោកពីតុញ៉ាំអាហារនោះស្របពេលនោះដែរអូខ្វាងគាត់ក៏បានដកលុយបន្តិចបន្តួចទៅឲ្យយុនសុកទៅគ្រាន់តែចាយលេងទៅមើលទៅទឹកមុខរបស់យុនសុកវាហាក់ដូចជាមិនសូវពេញចិត្តជាមួយនឹងអូខ្វាងប៉ុន្មាននោះទេ Mr. Chang ក៏បានឲ្យគាត់ទទួលយកលុយទាំងអស់ហ្នឹងទៅតែគាត់នៅតែមិនព្រមនិយាយអ្វីទាំងអស់គ្រាន់តែក្រោកហើយដើរចេញពីកន្លែងមួយហ្នឹងដល់ពេលអញ្ចឹង Mr. Chang គាត់ក៏បានឲ្យសូហ៊ីនេះជាទទួលជំនួសវិញក្រោយពីបានញ៉ាំអាហារឆ្អែតរួចរាល់ហើយអូខ្វាងគាត់ក៏បានចាក់ចេញពីផ្ទះរបស់ពួកគេតែមុននឹងចាក់ចេញយុនហ៊ីនេះក៏បានយករបស់របរបន្តិចបន្តួចទៅឲ្យគាត់ទុកគ្រាន់តែញ៉ាំនៅតាមផ្លូវភ្លាមអូខ្វាងគាត់បានបដិសេធមិនព្រមទទួលយករបស់ទាំងនោះពីនាងនោះទេគាត់ក៏បានឲ្យ Mr. Chang គឺប្រាប់ផ្លូវដែលត្រូវទៅរកផ្លូវធំកំឡុងពេលដែលកំពុងតែឡើងមកលើភ្នំអូខ្វាងគាត់បានសួរអំពីការរស់នៅរបស់ Mr. Chang វាមិនមានការលំបាកទេឬអីនៅពេលដែលមានផ្ទះនៅទីកន្លែងដាច់ស្រយាលបែបនេះ Mr. Chang គាត់ក៏បានតបទៅវិញដំបូងគាត់រៀងពិបាកខ្លាំងណាស់ដែរប៉ុន្តែនៅពេលដែលស្នាក់នៅយូរទៅវាបានប្រែក្លាយទៅជាទម្លាប់បាត់ទៅហើយមិនត្រឹមតែប៉ុណ្ណោះនោះទេអ្នកវិនិយោគទុនពួកគេតែសួរគាត់ពីទីកន្លែងមួយនេះដើម្បីចង់ទិញពីទីកន្លែងមួយនេះគ្រាន់តែបានឮអញ្ចឹងអូខ្វាងគាត់មិនជឿនោះទេថាអ្នកណាមកទិញដីឯងនៅកន្លែងបែបនេះបើទោះបីជាយ៉ាងណាក៏ដោយពាក្យទាំងអស់នេះ Mr. Chang គាត់បាននិយាយជាការពិតទាំងអស់គាត់ថែមទាំងប្រាប់ឲ្យអូខ្វាងនៅឲ្យឆ្ងាយពីអ្នកវិនិយោគទុនទាំងអស់នោះទៀតពីព្រោះពួកគេបានមើលងាយក្រុមគ្រួសាររបស់គាត់ខ្លាំងណាស់ខណៈពេលនោះដែរអូខ្វាងគាត់ក៏បានហុចនាមប័ណ្ណទៅឲ្យ Mr. Chang ក្រោយមកគាត់ក៏បានដឹងថាអូខ្វាងគាត់គឺជាអ្នកវិនិយោគទុនផ្នែកមកការសំណង់ចំណែកឯអូខ្វាងគាត់ក៏បានមកឃើញពីទីកន្លែងមួយហ្នឹងអាចយកមកធ្វើជាកន្លែងបោះតង់ហើយនឹងធ្វើជាសួនច្បារបានថែមទៀតផងនៅពេលដែលបានឮអញ្ចឹង Mr. Chang គាត់បានប្រកែកយ៉ាងលឿនមិនព្រមលក់ទីកន្លែងមួយហ្នឹងនោះទេ
អូខ្វាងក៏មិនខ្វល់អ្វីនោះទេពីព្រោះបើសិនជាគាត់ឲ្យតម្លៃទៅថ្លៃ Mr. Chang គាត់នឹងព្រមលក់ភ្លាមខណៈនោះដែរអូខ្វាងគាត់ក៏បានឲ្យ Mr. Chang ជូនគាត់ដើរទៅមុខបន្តទៅទៀតតែ Mr. Chang គាត់គ្រាន់តែប្រាប់ផ្លូវតែត្រូវដើរទៅតែប៉ុណ្ណោះដោយគាត់មិនបានជួយដំណើរអូខ្វាងទៅមុខទៀតនោះទេគ្រាន់តែគាត់ដើរទៅត្រង់រហូតទៅវាអាចទៅដល់ផ្លូវធំហើយបើសិនជាគាត់ពង្វេងគាត់អាចត្រឡប់បកក្រោយមកត្រង់រហូតវិញបានអូខ្វាងបានត្រឹមតែអរគុណទៅកាន់ Mr. Chang ដែលបានជួយគាត់ប៉ុន្មានថ្ងៃកន្លងមកនេះហើយបើសិនជាមានពេលគាត់នឹងមកលេងនៅទីកន្លែងនេះម្ដងទៀតតែកុំភ្លេចខំមករកគាត់ផងនៅពេលដែល Mr. Chang គាត់ចង់លក់ដីមួយកន្លែងនេះដើរមកកាន់តែយូរណាស់ដែរទៅហើយគាត់នៅតែគ្មានឃើញផ្លូវធំតតែសោះដល់ចោះដើរឡើងនឹងស្រាប់តែគាត់នៅវិលវល់កន្លែងដដែលដោយការហត់ខ្លាំងពេកគាត់ក៏បានវិលមុខហើយធ្លាក់ចុះមកពីលើភ្នំចូលទៅក្នុងរណ្ដៅមួយដែលធ្វើឲ្យជើងរបស់គាត់វាក៏ត្រូវបានបាក់ដែលមិនអាចឲ្យគាត់អាចដើរវិញបាននោះទេអូខ្វាងខំប្រឹងសែករកមនុស្សឲ្យជួយតែវាគ្មានប្រយោជន៍អ្វីឡើយមិនថាគាត់ខំប្រឹងតស៊ូឡើងមកខាងលើវិញយ៉ាងណាក៏ដោយក៏គាត់នៅតែមិនអាចឡើងមកវិញបាននោះដែរយប់ឡើងវាក៏បានចូលមកដល់អូខ្វាងគាត់ក៏សម្រាកនៅក្នុងរណ្ដៅមួយនឹងតែម្ដងទៅរោមពេជ្រនោះតែមានភ្លើងពិលមួយមកចាំងចំមុខរបស់គាត់ហើយវាគឺជាសូហ៊ីដែលនាងត្រូវបានប៉ារបស់នាងដេញឲ្យមកមើលអូខ្វាងក្រែងលើគាត់មកវិញផ្លូវនាងក៏បានហៅយុនសុកឲ្យមកលើគាត់យកទៅផ្ទះវិញមកដល់ផ្ទះភ្លាមយុនហ៊ីនេះក៏បានលាបថ្នាំទៅឲ្យគាត់ខណៈនោះ Mr. Chang គាត់ក៏បានមករុំរបួសទៅឲ្យអូខ្វាងប៉ុន្តែអូខ្វាងគាត់មិនចាប់អារម្មណ៍នឹងរបួសគាត់នោះទេតែគាត់បានចាប់អារម្មណ៍ទៅលើយុនហ៊ីទៅវិញចុះមកដល់កន្លែងដេកស្រាប់តែមានដៃមួយមកអង្រួនស្មារបស់គាត់ហើយម្នាក់នោះវាគឺជាសូហ៊ីនាងក៏បានប្រាប់ទៅកាន់គាត់កុំឲ្យមកឲ្យសោះនាំតែរំខានដល់អ្នកជិតខាងសូហ៊ីនាងក៏បាននាំគាត់ចូលមកក្នុងបន្ទប់តូចមួយហើយនាងក៏បានបង្ហាញគាត់នៅទូរស័ព្ទលើតុមួយដែលអាចទំនាក់ទំនងទៅខាងក្រៅបានសូហ៊ីនាងក៏បានសុំកុំឲ្យអូខ្វាងប្រាប់រឿងទាំងអស់នេះទៅកាន់ប៉ារបស់នាងអីបន្តមកអូខ្វាងគាត់ក៏បានខលទៅរកជំនួយពីក្រុមប៉ូលីសប៉ុន្តែពួកគេមិនអាចមកជួយគាត់តាមរយៈឡានបាននោះទេអូខ្វាងគាត់ក៏បានឲ្យពួកគេយកហេលីកូបទ័រមកទទួលគាត់សម្រាប់ការចំណាយអស់ប៉ុន្មានទុកឲ្យគាត់គឺជាអ្នកចំណាយទាំងអស់មិនថាប្រែវិធីសាស្ត្របែបនេះក្តីក៏ក្រុមជួយសង្គ្រោះមិនអាចមកជួយគាត់បាននោះដែរដូច្នេះហើយទើបអូខ្វាងគាត់បានប្រាប់ឲ្យយកឡានរបស់គាត់ដែលនៅជាប់ផ្លូវធំហ្នឹងទៅនៅពេលដែលនិយាយទូរស័ព្ទចប់អូខ្វាងគាត់ក៏បានឲ្យលុយទៅកាន់សូហ៊ីតែនាងបដិសេធមិនព្រមទទួលយកវានោះទេទោះបីជាយ៉ាងនេះក្តីអូខ្វាងនៅតែឲ្យលុយនោះទៅកាន់នាងដដែលគាត់ក៏បានសួរអំពីអាយុរបស់នាងព្រមទាំងការសិក្សារបស់នាងផងដែរសូហ៊ីនាងក៏បានតបទៅវិញថានាងមានអាយុ20ឆ្នាំហើយនាងមិនបានបញ្ចប់ការសិក្សាអីនោះទេក្តីប្រាថ្នារបស់នាងគឺចង់ធ្វើការនៅក្នុងទីក្រុងសេអ៊ូលប៉ុន្តែត្រូវបានប៉ារបស់នាងហាមឃាត់តែគាត់បានគិតថានឹងមានប្រុសៗជាច្រើនតែងតាមញ៉ាយនាងប្រសិនបើនាងទៅទីក្រុងតែម្នាក់ឯងក្រោយមកសូហ៊ីនេះក៏បានដឹងថាអូខ្វាងគាត់មានក្រុមហ៊ុនមួយនៅក្នុងទីក្រុងសេអ៊ូលដែលនាងបានឃើញវានៅលើនាមប័ណ្ណដែលអូខ្វាងបានឲ្យវាទៅកាន់ប៉ារបស់នាងកាលពីព្រឹកមិញអ្វីដែលសំខាន់ទៀតនោះនាងក៏បានហៅអូខ្វាងថាជាបងប្រុសថែមទៀតផងគ្រាន់តែបានលឺអញ្ចឹងភ្លាមអូខ្វាងគាត់ក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរតែវាមិនជាបញ្ហាអ្វីនោះទេហៅគាត់អញ្ចឹងក៏វាបានដែរបន្ទាប់មកគាត់ក៏បាននិយាយថានៅពេលដែលសូហ៊ីនាងទៅទីក្រុងសេអ៊ូលកុំភ្លេចទៅរកគាត់ផងគាត់នឹងមើលថែនាងឲ្យបានល្អប៉ុន្តែគាត់ចាំមើលទង្វើរបស់នាងថាវាធ្វើបានល្អដែរឬក៏អត់សូហ៊ីនាងក៏បានតបទៅវិញទាំងដែលមិនស្ទាក់ស្ទើរថានាងធ្វើល្អបានគ្រប់យ៉ាងតែម្ដងអូខ្វាងបំរុងនឹងទៅថើបនាងទៅហើយស្រាប់តែមានសម្លេងក្អួតនៅខាងមុខផ្ទះហើយវាគឺជា Mr. Chang អូខ្វាងគាត់ក៏បានចេញមកខាងក្រៅដើម្បីនឹងមើលខណៈនោះ Mr. Chang គាត់ក៏បានសួរថាមិនបានជាអូខ្វាងគាត់ចេញមកខាងក្រៅទាំងពាក់កណ្ដាលយប់បែបនេះអូខ្វាងគាត់ក៏បានតបទៅវិញដោយសារតែគាត់ដេកមិនលក់ទើបបានចេញមកខាងក្រៅដើម្បីនឹងស្រូបយកខ្យល់អាកាសបរិសុទ្ធ Mr. Chang គាត់ក៏មិនបានថាអ្វីនោះដែរគ្រាន់តែឲ្យគាត់ចូលទៅខាងក្នុងដេកវិញទៅតែចូលមកដល់ព្រឹកឡើងយុនហ៊ីនេះកំពុងតែហាលខោអាវចំណែកឯអូខ្វាងឯនេះវិញកំពុងតែអង្គុយមើលរាងកាយរបស់នាងឡើងលាបទឹកមាត់តែម្ដងយុនហ៊ីនឹងក៏បានឲ្យគាត់ទៅផ្លាស់ប្ដូរសម្លៀកបំពាក់ហើយដោះអាវនៅជាប់ខ្លួនរបស់គាត់ឲ្យមកកាន់នាងដើម្បីនឹងបោកអូខ្វាងគាត់បាននិយាយអ្វីទាំងអស់តែគាត់បានដើរមកដោះអាវដើម្បីឲ្យនាងបោករួចគាត់ក៏បានអង្គុយនៅទល់មុខជាមួយនឹងនាងអូខ្វាងគាត់ក៏បានចាប់ដៃរបស់នាងតែយុនហ៊ីនាងក៏បានដកដៃរបស់គាត់ចេញគាត់បន្តបាយទឹកដាក់ទៅកាន់នាងវិញម្ដងចំណែកឯយុនហ៊ីនាងក៏មិនបាននិយាយអ្វីនោះដែរតែគ្រាន់តែនាងនឹងញឹមដាក់គាត់វិញតែប៉ុណ្ណោះស្របពេលនោះដែរអូខ្វាងគាត់ក៏បានឃើញយុនសុកដើរមកដល់អញ្ចឹងហើយគាត់ក៏ប្រញាប់ងើបទៅយកអាវរបស់គាត់ដើម្បីនឹងមកពាក់គាត់ចូលមកដល់យប់ឡើងអូខ្វាងគាត់ក៏បានខលទូរស័ព្ទមករកក្រុមប៉ូលីសម្ដងទៀតប៉ុន្តែគ្មាននរណាម្នាក់ដែលអាចជួយសង្គ្រោះគាត់បាននោះទេបន្ទាប់មកគាត់ក៏បានដើរមកចូលនៅក្នុងបន្ទប់វិញចូលមិនទាន់ដល់ក្នុងបន្ទប់ផងហ្នឹងស្រាប់តែគាត់បានលឺសំឡេងនរណាម្នាក់កំពុងតែងូតទឹកហើយវាគឺជាយុនហ៊ីនឹងឯងអូខ្វាងគាត់ក៏បានគយគន់រាងកាយរបស់នាងឡើងមួយឆ្អាតតែម្ដងកាត់ចូលមកដល់ព្រឹកឡើងបន្ទាប់
យន្តហ៊ីនេះកំពុងតែហាខោអាវចំណែកឯអូខ្វាងកំពុងតែអង្គុយសម្លឹងមើលទៅរាងកាយដ៏គួរទាក់ទាញរបស់យន្តហ៊ីនៅពេលដែលយន្តហ៊ីនាងបានហាខោអាវរួចរាល់ហើយនាងក៏បានមកអង្គុយជាមួយនឹងអូខ្វាងនៅពេលដែលបានឃើញនាងវាហាក់ដូចជាហត់គាត់ក៏បានឲ្យកន្សែងទៅកាន់នាងដើម្បីនឹងជូតញើសចេញស្របពេលនោះដែរយន្តហ៊ីនេះក៏បានសួរទៅកាន់អូខ្វាងតើគាត់នឹងត្រូវចាក់ចេញពីកន្លែងនេះនៅពេលណាដែរអូខ្វាងគាត់ក៏បានតបទៅវិញតែនាងដែលចិត្តឲ្យគាត់ទៅដែរមែនយន្តហ៊ីនាងក៏បានប្រកែកភ្លាមថាវាមិនមែនអញ្ចឹងនោះទេចំណែកឯអូខ្វាងគាត់ក៏បានចាប់ផ្ដើមមើលទៅរាងកាយរបស់យន្តហ៊ីដោយមិនដាក់ភ្នែកតតែសោះក្រោយមកគាត់ក៏បានសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅពេលដែលបានលើកគេសរសើរបែបហ្នឹងយន្តហ៊ីនាងក៏មិនបាននិយាយអ្វីនោះដែរដែលនាងគ្រាន់តែអស់សំណើចអូខ្វាងក៏ពិតជាសោកស្ដាយខ្លាំងណាស់មិនបានជាមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតមករស់នៅក្នុងព្រៃបែបនេះទៅវិញខណៈនោះយន្តហ៊ីនាងក៏បានសួរគាត់ថាចង់ផឹកស្រាដែរឬក៏អត់បន្ទាប់មកនាងក៏បានដើរទៅយកស្រានៅក្នុងផ្ទះបាយភ្លាមនោះនាងក៏បានបដូរចិត្តទៅវិញដោយចង់ឲ្យគាត់ចូលមកផឹកស្រានៅក្នុងផ្ទះបាយវិញវាងាយស្រួលជាងឱកាសល្អបែបនេះអូខ្វាងគាត់មិនចាំយូរឡើយអាំងសាច់បណ្ដើផឹកស្រាបណ្ដើគាត់រាងកាយរបស់យន្តហ៊ីបណ្ដើក្រោយមកអូខ្វាងគាត់ក៏បានហុចស្រាមួយកែវតែឲ្យនាងផឹកតែយន្តហ៊ីនាងបានបដិសេធពីព្រោះនាងមិនអាចផឹកស្រាបាននោះទេយ៉ាងណាក៏ដោយអូខ្វាងគាត់នៅតែបង្ខំនាងឲ្យផឹកស្រាជាមួយនឹងគាត់មួយកែវនោះទៅដោយមិនអាចប្រកែកបានយន្តហ៊ីនេះក៏បានយល់ព្រមផឹកស្រាជាមួយនឹងគាត់ត្រឹមតែមួយកែវតែប៉ុណ្ណោះក្រោយពីបានផឹកស្រានោះអស់អូខ្វាងនៅតែសម្លឹងទៅកាន់នាងមិនព្រមដាក់ភ្នែកតតែសោះដោយទ្រាំមិនបានគាត់ក៏បានយកដៃរបស់គាត់ទៅចាប់ភ្លៅរបស់នាងយន្តហ៊ីនេះក៏បានប្រតិកម្មគាត់វិញថាកូនធ្វើបែបនេះអីអូខ្វាងគាត់ក៏បានដកដៃចេញមកវិញរួចទៅចាប់ដើមទ្រូងរបស់នាងវិញម្ដងយន្តហ៊ីបានចាប់ដៃរបស់គាត់ចេញម្ដងទៀតខណៈនោះអូខ្វាងក៏បានចាប់ផ្ដួលនាងទៅលើដីបើតាមមើលទៅយន្តហ៊ីនេះក៏បានយល់ព្រមដេកជាមួយនឹងអូខ្វាងដែរពួកគេទាំងពីរនាក់បានចាប់ផ្ដើមបើកប្រតិបត្តិការជាលក្ខណៈទ្រង់ទ្រាយធំមិនទាន់បានសម្រេចទៅដល់គោលដៅផងហ្នឹងត្រាប់តែអូខ្វាងគាត់បានឃើញយន្តសុកកំពុងតែឈរមកពួកគេទាំងពីរនាក់នៅឯខាងមុខទ្វារអូខ្វាងមានការផិតភ័យជាខ្លាំងប៉ុន្តែយន្តសុកក៏មិនបានយករឿងទាំងអស់នេះប្រាប់ទៅកាន់ប៉ារបស់គាត់ឡើយព្រោះកាលពីដំបូងមីស្ទ័រចាងគាត់ចង់មកមួយទឹកនៅក្នុងផ្ទះបាយនេះតែត្រូវបានយន្តសុកប្រាប់គាត់មិនឲ្យចូលមកខាងក្នុងនេះទេដោយសារតែនៅខាងក្នុងផ្ទះបាយនេះវាមានភាពកខ្វក់ជាខ្លាំងគាត់ចូលមកដល់តុញ៉ាំអាហារអូខ្វាងគាត់មិនហ៊ានមើលទៅមុខរបស់យន្តសុកឡើយមីស្ទ័រចាងឯនេះវិញគាត់បានរអ៊ូអំពីអាហារដែលប្រពន្ធរបស់គាត់ធ្វើឲ្យពួកគេញ៉ាំយន្តសុកគាត់ក៏បាននិយាយថាដោយសារតែនៅក្នុងគ្រួសាររបស់គេមានមិនថែមមនុស្សម្នាក់ទៀតទើបបានជាមិនសូវមានអីញ៉ាំបែបនេះមីស្ទ័រចាងគាត់ក៏បានប្រាប់ទៅវិញមិនបានជាយន្តសុកគាត់និយាយបែបនេះទៅកាន់ភ្ញៀវទៅវិញអូខ្វាងគាត់មិនសូវជាញ៉ាំច្រើនប្រមាណនោះទេយន្តសុកគាត់ក៏បាននិយាយឌឺដងទៅទៀតថាអូខ្វាងគាត់មិនអីនោះទេដោយសារតែគាត់មានរបស់ដែលចង់ញ៉ាំរួចរាល់ទៅហើយតាមមកដល់ត្រង់ចំណុចនេះមីស្ទ័រចាងគាត់បានខឹងជាខ្លាំងព្រោះគាត់ក៏បានលើកតុអាហារចោលនៅកន្លែងនឹងតែម្ដងទៅហើយគាត់ក៏បានហាមកូនរបស់គាត់ឈប់ប្រើក្រសែភ្នែកបែបនេះសម្លឹងមកកាន់គាត់ទៀតទៅក្រោយមកទៀតយន្តហ៊ីនេះក៏បានយកអាហារមកដល់ហើយនាងក៏បានឲ្យស៊ូហ៊ីយកមីខ្លះតែឲ្យអូខ្វាងមួយចានផងដែរអូខ្វាងគាត់បានឲ្យញ៉ាំមីមួយចាននោះយ៉ាងស្ងៀមស្ងាត់នៅពេលដែលគាត់បានងើបមកវិញគាត់បានជាឃើញដង្កូវជាច្រើននៅក្នុងចានពីអ្នកម៉ែកូននោះទៅវិញចំណែកឯនៅក្នុងចានរបស់គាត់ក៏មានដង្កូវផងដែរដល់ពេលអញ្ចឹងគាត់ក៏បានគួតចេញមកទាំងអស់តែម្ដងក្រោយពីបានគួតរួចរាល់ហើយរំយ៉ាងវាក៏បានប្រែមកសភាពដូចដើមវិញបន្ទាប់ពីបានញ៉ាំអាហាររួចរាល់ហើយអូខ្វាងគាត់ក៏បានមកអង្គុយរអ៊ូនិយាយតែម្នាក់ឯងអំពីរឿងប៉ូលីសដែលមិនបានមកជួយគាត់តតែសោះយន្តសុកគាត់ក៏បានតបមកវិញថាបើសិនជាអូខ្វាងគាត់ហៅប៉ូលីសឲ្យមកទីនេះគាត់ក៏មានរឿងខ្លះចង់ប្រាប់ទៅកាន់ពួកគេដែរយន្តសុកគាត់ក៏បន្តនិយាយទៀតថាបើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយអូខ្វាងគាត់ត្រូវតែប្រញាប់ចាក់ចេញពីកន្លែងមួយនេះភ្លាមទៅបើមិនចឹងទេគាត់នឹងគ្មានជីវិតរស់នៅបន្តទៀតនោះទេដល់មកដល់ត្រង់ចំណុចនេះអូខ្វាងគាត់ពិតជាក្តៅចិត្តមែនទែនរួចគាត់ក៏បានតបទៅវិញថាបើសិនជាគាត់មិនត្រូវរបួសជើងនោះទេគាត់នឹងសម្លាប់យន្តសុកមុនគេតែម្ដងចំណែកឯយន្តសុកគាត់មិនខ្លាចអ្វីនោះទេហើយថែមទាំងនិយាយអំពីប៉ារបស់គាត់ថែមទៀតផងហើយដើម្បីបានជាអូខ្វាងគិតថាប៉ារបស់យន្តសុកមិនព្រមអនុញ្ញាតឲ្យពួកគេប្រើទូរស័ព្ទដៃហើយដើម្បីបានជាប៉ារបស់ពួកគេមិនព្រមឲ្យពួកគេទៅខាងក្រៅអញ្ចឹងអូខ្វាងគាត់មិនសូវជាយល់ប្រមាណនោះទេនៅអ្វីដែលយន្តសុកគាត់បាននិយាយមកកាន់គាត់យ៉ាងណាក៏ដោយយន្តសុកគាត់នៅតែប្រាប់ឲ្យអូខ្វាងរៀបចំគ្រប់យ៉ាងមុនពេលដែលប៉ូលីសមកដល់ទីនេះរីឯអូខ្វាងបានត្រឹមតែក្តៅចិត្តតែប៉ុណ្ណោះក្រោយមកគាត់ក៏បានដើរមកខាងមុខផ្ទះបន្តិចស្រាប់តែគាត់បានឃើញសត្វឆ្កែមួយក្បាលកំពុងតែខាំកែវកាហ្វេរបស់គាត់នៅពេលដែលបានឃើញបែបហ្នឹងគាត់ក៏បាននឹកឃើញភ្លាមថាវាគឺជាកែវកាហ្វេរបស់គាត់ដែលគាត់បានផឹកនៅខាងក្នុងឡានដូច្នេះហើយគាត់ក៏បានគិតថាប្រហែលជាឡានរបស់គាត់ស្ថិតនៅក្បែរនឹងដែរហើយអូខ្វាងគាត់ក៏ប្រញាប់ឡើងមកលើភ្នំដើម្បីនឹងស្វែងរកឡានរបស់គាត់ស្របពេលនោះដែរស្រាប់តែមានសម្លេងមួយបានហៅឈ្មោះរបស់គាត់ហើយវាគឺជាមីស្ទ័រចាងគាត់ក៏បានសួរអូខ្វាងថាតើគាត់កំពុងតែទៅណាហ្នឹងអូខ្វាងគាត់ក៏បានតបទៅវិញថា
គាត់កំពុងតែដើររកឡានរបស់គាត់នៅម្ដុំនេះដោយសារតែគាត់បានឃើញសត្វឆ្កែមួយក្បាលបានខាំកែបកាហ្វេចេញមកពីខាងក្នុងឡានរបស់គាត់គ្រាន់តែបានឮចឹងភ្លាម Mr. Chang គាត់ក៏បានតបទៅវិញនៅក្នុងផ្ទះរបស់គាត់គ្មានសត្វឆ្កែមកពីណានោះទេឃើញសម្លៀកបំពាក់របស់អូខ្វាងបែបនេះ Mr. Chang គាត់ក៏បានគិតថាប្រហែលជាអូខ្វាងគាត់បានធ្វើអ្វីមួយខុសហើយទើបបានជាគាត់លួចរត់បែបនេះចំណែកឯអូខ្វាងនេះវិញគាត់ក៏បានតបទៅវិញទាំងទឹកមុខភ័យគាត់មិនបានធ្វើអ្វីខុសនោះទេគាត់គ្រាន់តែមកដើរលេងកម្សាន្តនៅទីនេះតែប៉ុណ្ណោះកាត់ចុះមកដល់យប់ឡើងវិញម្ដងក្រុមគ្រួសាររបស់ Mr. Chang ពួកគេបានមកអុជធូបនៅមុខស្លាកព្រលឹងដូនតារបស់ពួកគេខណៈនោះយុនហ៊ីនាងក៏បានយំជាខ្លាំងទូហ៊ីនាងក៏បានក្រឡេកមកឃើញអូខ្វាងដែលកំពុងតែឈរនៅឯមុខផ្ទះរបស់ពួកគេនាងក៏បានដើរចូលទៅហៅគាត់ឲ្យមកនិយាយនៅក្នុងបន្ទប់តែពីរនាក់សូហ៊ីនាងមិនចង់ឃើញម្ដាយរបស់ខ្លួនយំបែបនេះនោះទេហើយនាងរត់តែមិនចង់រស់នៅកន្លែងបែបនេះថែមទៀតផងអូខ្វាងគាត់ក៏យល់ពីទុក្ខលំបាករបស់នាងដែរដូច្នេះហើយគាត់ក៏បាននិយាយរឿងកាលពីថ្ងៃមិញប្រាប់ទៅកាន់នាងសូហ៊ីនាងក៏បានតបទៅវិញថានៅក្នុងផ្ទះរបស់នាងគ្មានសត្វឆ្កែនោះទេនៅពេលដែលបានឮសូហ៊ីនាងនិយាយបែបនេះវាបានធ្វើឲ្យអូខ្វាងគាត់មានការភ័យខ្លាចបន្ថែមមួយកម្រិតទៀតក្រោយមកសូហ៊ីនាងក៏បាននិយាយរឿងមួយប្រាប់ទៅកាន់គាត់បើទោះបីជាគាត់ឆ្លងភ្នំនេះបានក៏ដោយក៏វាគ្មានផ្លូវដើម្បីនឹងចេញពីទីនេះដែរតែប្រសិនបើគាត់យកនាងទៅនៅជាមួយនាងនឹងប្រាប់អំពីរបៀបចាក់ចេញពីកន្លែងមួយនេះអូខ្វាងគាត់ក៏បានឆ្លើយយល់ព្រមភ្លាមតែម្ដងប៉ុន្តែសូហ៊ីនាងមិនទុកចិត្តទៅលើគាត់នោះទេអូខ្វាងគាត់ក៏បាននិយាយជាមួយនឹងនាងថាតើគាត់ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យនាងជឿទុកចិត្តទៅលើគាត់សូហ៊ីនាងក៏បានសុំចិញ្ចៀនដែលនៅលើដៃរបស់គាត់ដំបូងគាត់មិនចង់ឲ្យវាទៅកាន់នាងនោះទេពីព្រោះវាជាចិញ្ចៀនរៀបការរបស់គាត់តែដើម្បីចាក់ចេញពីទីកន្លែងមួយនេះមានតែមកខំចិត្តឲ្យវាទៅកាន់នាងសិនសូហ៊ីនាងក៏បានប្រាប់ទៅកាន់គាត់ថានៅក្បែរនេះមានសាលាមួយអញ្ចឹងពួកគេត្រូវតែរត់ចេញនៅយប់នេះតែម្ដងហើយនៅក្នុងសាលាមួយនោះមានមនុស្សវ័យកណ្ដាលម្នាក់ដែលស្នាក់នៅកន្លែងមួយហ្នឹងសូហ៊ីនាងក៏បន្តនិយាយទៀតថាបើសិនជាគាត់បានធ្វើអ្វីមួយខុសសូមប្រាប់ការពិតទៅកាន់នាងទៅដើម្បីឲ្យនាងអាចជួយសង្គ្រោះគាត់បានហើយវាក៏ជាឱកាសចុងក្រោយហើយសម្រាប់គាត់ដែរអូខ្វាងគាត់បាននិយាយអ្វីទាំងអស់ដែលក្រុមតែសួរនាងអំពី Mr. ខ្វាងថាមានរឿងអ្វីដែលលាក់បាំងពីគាត់សូហ៊ីនាងក៏បានឆ្លើយតបទៅវិញទាំងទឹកភ្នែកពេលដែលបានឃើញនាងយំបែបនេះអូខ្វាងគាត់ក៏បានចូលទៅអោបនាងហើយថាទៅប្រាប់នាងថាកុំយំអីគ្រប់យ៉ាងវានៅមិនអីនោះទេតែមាននរណាទៅដឹងទៅថាសូហ៊ីនាងក៏បានទៅថើបហើយនៅលូកដៃទៅដោះលេវអាវរបស់គាត់ទៅវិញក្រោយមកនាងក៏បានដោះអាវរបស់ខ្លួនឯងផងដែរស្ថិតនៅក្នុងហេតុការណ៍បែបនេះអូខ្វាងគាត់មិនហ៊ានសុំបីតែកម្រើកសូហ៊ីនាងក៏បានយកដៃរបស់គាត់ទៅចាប់ដើមទ្រូងរបស់នាងហើយបានសឹកប្រាប់គាត់ថានាងល្អគ្រប់ទីកន្លែងតែម្ដងកំពុងតែឆ្លងអារម្មណ៍ផងស្រាប់តែយុនសុកក៏បានទំនួលទ្វារចូលមកវាយគាត់ប៉ុន្មានដំបងនៅមិនទាន់អស់ចិត្តគាត់ក៏បានថែម4-10ដំបងពីលើថែមទៀតបន្ទាប់មកគាត់ក៏បានចាក់ចេញដោយឃុំអូខ្វាងទុកនៅក្នុងបន្ទប់នឹងតែម្នាក់ឯងប៉ុន្តែនៅក្នុងបន្ទប់មួយនឹងគាត់ក៏បានរកឃើញកាំបិតមួយទុកសម្រាប់ការពារខ្លួនព្រឹកឡើងវាក៏បានចូលមកដល់ស្រាប់តែមាននរណាម្នាក់បានមកទ្វារបន្ទប់មកអូខ្វាងក៏មិនបានមើលនោះទេដែលគាត់បានយកកាំបិតទៅកាប់តែម្ដងទៅហើយវាគឺជាយុនហ៊ីគ្រាន់តែបានឃើញចឹងភ្លាមអូខ្វាងគាត់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តទៅទៀតនោះទេព្រោះកាលពីដំបូងនឹងគាត់នឹកស្មានថាម្នាក់នឹងវាគឺជាយុនសុកគាត់ក៏បានដកកាំបិតមកវិញរីឯឈីមរបស់យុនហ៊ីក៏បានបាញ់ឡើងពេញបន្ទប់មួយនឹងតែម្ដងអូខ្វាងខំប្រឹងទៅជួយខត់ឈីមរបស់នាងដែរតែគ្រប់យ៉ាងវាមិនអាចដូចដើមវិញនោះទេក្រោយពីបានដឹងថានាងស្លាប់អូខ្វាងគាត់ក៏បានប្រញាប់ចាក់ចេញពីបន្ទប់មួយនឹងដែរតែមិនទាន់បានផុតពីមាត់ទ្វារផងនឹងគាត់ក៏បានជួបជាមួយនឹងយុនសុកខណៈនោះយុនសុកគាត់ក៏បានឃើញសាកសពបណ្ដាយរបស់ខ្លួនកំពុងតែដេកស្លាប់នៅក្នុងទ្រព្យឈាមអូខ្វាងគាត់ក៏ប្រញាប់បកស្រាយថាវាគឺជាគ្រោះថ្នាក់ដោយចៃដន្យនោះទេយុនសុកគាត់ក៏បានយកពូថៅទៅកាប់អូខ្វាងតែកាប់គាត់មិនត្រូវនោះទេក្រោយមកអូខ្វាងគាត់ក៏បានគេចរួចពីផ្លែពូថៅរបស់យុនសុកហើយគាត់ក៏ប្រញាប់ទៅរកកន្លែងដែលមានសុវត្ថិភាពយុនសុកគាត់ក៏បានដេញតាមអូខ្វាងពីក្រោយយ៉ាងប្រកៀកប្រកិតដេញមកដល់កន្លែងមួយហ្នឹងយុនសុកគាត់ក៏បានលោតទៅហក់ចាប់ផ្ដួលគាត់ទៅលើដីហើយគាត់ក៏បានយកពូថៅកាប់ទៅកាន់អូខ្វាងតែក៏ត្រូវបានគាត់ចាប់ដៃរបស់យុនសុកជាប់អូខ្វាងគាត់បានស្រវាទៅយកដុំថ្មមកវាយយុនសុកឲ្យបែកក្បាលឆ្លៀតពេលដែលយុនសុកកំពុងតែឈឺចាប់អូខ្វាងគាត់បានប្រញាប់រត់គេចចេញពីកន្លែងមួយហ្នឹងមកដល់មាត់ទន្លេមួយគាត់ក៏ប្រញាប់ទៅលេងជំនះឈាមដែលនៅជាប់នៅខ្លួនរបស់គាត់កំឡុងពេលនោះគាត់ក៏មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរនៅពីក្រៅខ្នងរបស់គាត់នៅពេលដែលគាត់បានងាកមកឃើញសូហ៊ីគាត់មានការភ្ញាក់ជាខ្លាំងអូខ្វាងគាត់ក៏បាននិយាយថាគាត់មិនអាចរកសាលាដែលសូហ៊ីប្រាប់គាត់ឃើញនោះទេដូច្នេះហើយគាត់ចង់ឲ្យនាងនាំគាត់ចាក់ចេញពីកន្លែងមួយនេះឲ្យបានកាន់តែឆាប់កាន់តែល្អសូហ៊ីនេះក៏បានតបទៅវិញថាអូខ្វាងក៏បានក្បត់ពាក្យសន្យាជាមួយនឹងនាងអូខ្វាងគាត់ក៏បានតបទៅវិញបើសិនជានាងអាចនាំគាត់ចេញពីកន្លែងមួយនេះបានគាត់នឹងសន្យាថានឹងផ្ដល់ការងារឲ្យនាងធ្វើហើយថែមទាំងទិញផ្ទះឲ្យនាងថែមទៀតផងចំណែកឯសូហ៊ីនាងនៅតែមិនទុកចិត្តទៅលើគាត់ដដែលតែអស់ការអត់ធ្មត់អូខ្វាងគាត់ក៏បាននិយាយខ្លាំងៗទៅកាន់នាងខណៈនោះនាងក៏បានលើកកាំបិតមកដល់តម្រង់មកចាក់គាត់តែក៏ត្រូវបានអូខ្វាងចាប់ដៃរបស់នាងជាប់
រួចគាត់ក៏បានបង្វិលកំណត់នោះទៅចាក់ឲ្យនាងស្លាប់នៅក្នុងទឹកនឹងតែម្ដងទៅអូខ្វាំងគាត់បន្តដំណើរទៅមុខថែមទៀតដោយសារតែគាត់បានរត់ស្ទើរតែពេញមួយថ្ងៃទៅហើយគាត់ក៏មានអាការៈវិលមុខអស់កម្លាំងក្រោយមកគាត់ក៏បានដេកសម្រាកទៅលើដីបន្តិចស្របពេលនោះដែរគាត់ក៏បានជួបជាមួយនឹង Mr. Chang ចំណែកឯរឿងរ៉ាវទាំងអស់គាត់ក៏បានដឹងការពិតហើយ Mr. Chang គាត់ក៏បានបញ្ឆេះម៉ាស៊ីនកាត់ស្មៅដើម្បីនឹងសម្លាប់អូខ្វាំងតែក៏ត្រូវបានអូខ្វាំងធ្វើការតដៃទៅគាត់វិញតែគាត់បានទៅដណ្ដើមយកម៉ាស៊ីនកាត់ស្មៅមកសម្លាប់ Mr. Chang បានដោយជោគជ័យត្រឹមតែមួយប្រព្រឹត្តភ្នែកសោះតែដែលធ្លាប់មានសម្លេងអ៊ូអប្រែទៅជាស្ងាត់សូន្យឈឹងតែម្ដងខ្វាំងគាត់ក៏បានរត់មកដល់សាលាមួយគ្រាន់តែចូលមកដល់ភ្លាមគាត់ក៏ប្រញាប់ស្រែកហៅមនុស្សឲ្យជួយគាត់ផងប៉ុន្តែគ្មានមនុស្សណាម្នាក់ដែលនៅក្នុងអគារមួយនឹងនោះទេបន្ទាប់មកអូខ្វាំងគាត់ក៏បានលើសំឡេងរបស់យុនសុកដើរមកជិតដល់ក្រោយមកគាត់ក៏បានរកកន្លែងដើម្បីនឹងលាក់ខ្លួនយុនសុកដែលកាន់វត្ថុនៅក្នុងដៃគាត់ក៏បានចូលមកដល់ក្នុងបន្ទប់មួយនឹងដែរតែវាហាក់ដូចជាមិនឃើញអូខ្វាំងតតែសោះរួចគាត់ក៏បានដើរចេញពីបន្ទប់មួយនឹងទៅគ្រាន់តែបានឃើញយុនសុកដើរចេញពីបន្ទប់មួយនឹងភ្លាមវាបានធ្វើឲ្យអូខ្វាំងគាត់រៀងធូរទ្រូងបន្តិចប៉ុន្តែមាននរណាដឹងទៅថាយុនសុកក៏មិនបានទៅណាឆ្ងាយនោះទេដែលគាត់នៅពីលើអូខ្វាំងនឹងទៅវិញដូច្នេះហើយដើម្បីសុវត្ថិភាពអូខ្វាំងគាត់ក៏ត្រូវបានបង្ខំចិត្តលោតចេញទៅខាងក្រៅតាមរយៈបង្អួចអូខ្វាំងគាត់តែបន្តរត់ទៅមុខទៀតរត់មកដល់កន្លែងមួយហ្នឹងស្រាប់តែគាត់បានប្រទះឃើញឡានរបស់គាត់នៅក្បែរនឹងទៅវិញខួរក្បាលរបស់គាត់នៅពេលនេះកំពុងតែច្របូកច្របល់បែងចែកទៅវិញលែងត្រូវអស់ហើយក្រោយមកទៀតគាត់ក៏បានយកដំបងពីក្រោយគូតឡានរបស់គាត់ដើម្បីនឹងទៅតាំងជាមួយនឹងយុនសុកក៏បានដើរសម្ដៅមករកសាលារៀនវិញហើយគាត់ក៏បានស្រែកហៅឈ្មោះរបស់យុនសុកឲ្យចេញមកដើម្បីនឹងប្រយុទ្ធគ្នាមួយស្មើនៅពេលដែលគាត់បានបើកទ្វារបន្ទប់មួយយុនសុកគាត់ក៏បានហក់មកកាប់គាត់ដែលជាសំណាងល្អរបស់អូខ្វាំងគាត់អាចចេញផុតពីគ្រោះថ្នាក់មួយនោះបានយុនសុកគាត់ក៏បានយកក្បាលរបស់គាត់ទៅបោកជាមួយនឹងក្បាលរបស់អូខ្វាំងឲ្យដួលទៅលើដីឃើញឱកាសល្អបែបនេះយុនសុកគាត់ក៏បានធ្វើការកាប់គាត់ប៉ុន្តែមិនត្រូវទាល់តែសោះអូខ្វាំងគាត់ក៏បានធ្វើការតស៊ូវាយបកទៅកាន់យុនសុកបានសម្រេចអត់ចាំយូរឡើយអូខ្វាំងគាត់ក៏បានវាយយុនសុកឡើងចាស់ដៃតែម្ដងរៀបនឹងបង្ហើរមួយដំបងចុងក្រោយទៅហើយហ្នឹងណាស្រាប់តែគាត់បានលឺសំឡេងម៉ាស៊ីនកាត់ស្មៅរបស់ Mr. Chang ទៅវិញអូខ្វាំងចាប់ផ្ដើមឆ្ងល់បដ ாய் មិនបានជារឿងទាំងអស់នេះខ្លាចជាបែបហ្នឹងទៅវិញអូខ្វាំងបានបើកទ្វាររត់ចេញមកខាងក្រៅតែបែរជាជួបជាមួយនឹងយុនហ៊ីថែមទៀតពីសំណាងល្អដែលនៅក្បែរនោះមានបន្ទប់មួយសម្រាប់ឲ្យគាត់គេចខ្លួនគាត់ក៏ប្រញាប់ចូលទៅបិទទ្វារហើយគិតថាវាគ្រាន់តែជាក្តីស្រមៃតែប៉ុណ្ណោះព្រោះពួកគេបានស្លាប់នៅចំពោះមុខគាត់បាត់អស់ទៅហើយហ្នឹងស្របពេលនោះដែរគាត់ក៏បានឃើញសូហ៊ីកំពុងតែឈរកាន់កាំបិតនៅពីក្រោយខ្នងរបស់គាត់គ្រាន់តែបានឃើញអញ្ចឹងអូខ្វាំងគាត់ក៏បានសួរទាំងភ័យទៅកាន់នាងថានាងមិនមានបញ្ហាអីទេមែនអត់សូហ៊ីនាងក៏បានតបទៅវិញនាងបានស្លាប់ម្ដងទៀតហើយដោយសារតែអូខ្វាំងគាត់គឺជាអ្នកសម្លាប់អូខ្វាំងគាត់ក៏បាននិយាយថានោះមិនមែនជាការពិតនោះទេខណៈនោះគាត់ក៏បានឃើញរូបថតរបស់នាងកាលពីនៅក្មេងហើយគាត់ក៏បាននឹកឃើញថាកាលពីមុននាងធ្លាប់ដាក់ពាក្យធ្វើការមកក្រុមហ៊ុនរបស់គាត់ប៉ុន្តែបែរជាគាត់ឲ្យនាងដេកជាមួយនឹងគាត់ទៅវិញដោយការឈឺចាប់ខ្លាំងពេកព្រមទាំងមិនអាចទទួលយកនៅរឿងរ៉ាវទាំងអស់នេះបាននាងក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ទឹកតែម្ដងទៅមកមើល Mr. Chang វិញម្ដងគាត់ក៏ត្រូវបានអូខ្វាំងបណ្ដេញចេញពីដីចម្ការរបស់គាត់ដែរដោយសារតែប្លង់ដីរបស់គាត់ត្រូវបានមិត្តភ័ក្តិរបស់គាត់លួចយកទៅលក់ទៅឲ្យអូខ្វាំងចឹងបើសិនជាអស់ពីដីនេះទៅគាត់គ្មានសេះសល់អ្វីទៀតនោះទេអូខ្វាំងក៏បានខលអ្វីច្រើនពេកនោះទេយ៉ាងណាក៏ដោយMr. Chang ត្រូវតែចាក់ចេញពីចំការមួយនេះ Mr. Chang គាត់មិនព្រមនោះទេដូច្នេះហើយគាត់ក៏សម្រេចចិត្តផាក់ថ្នាំអំពុលខ្លួនឯងឲ្យស្លាប់តែម្ដងទៅពីឯយុនសុកគាត់ក៏ត្រូវបានឡានរបស់អូខ្វាំងគាត់ក៏ត្រូវរបួសធ្ងន់ខណៈនោះយុនសុកគាត់ក៏បានឲ្យអូខ្វាំងខលទៅរកឡានពេទ្យមកឲ្យគាត់ផងប៉ុន្តែគាត់មិនខ្វល់អ្វីនោះទេដែលទុកឲ្យយុនសុកគាត់ដេកស្លាប់នៅតែម្នាក់ឯងហ្នឹងទៅចំណែកឯយុនហ៊ីឯនេះវិញនាងក៏ត្រូវបានពាក់លុយអូខ្វាំងដែរប៉ុន្តែនាងគ្មានលទ្ធភាពបើបន្តទៅមុខទៀតនោះទេដូច្នេះហើយទើបនាងមកសុំអង្វរគាត់កុំឲ្យរឹបអូសផ្ទះរបស់នាងអីហើយមើលទៅរាងកាយរបស់យុនហ៊ីវាគួរតាក់ទាញទៅកាន់ភ្នែករបស់អូខ្វាំងគាត់បែរជាមានគំនិតអាក្រក់ទៅលើនាងដែលគាត់បានដាក់ថ្នាំមកមួយដេកនៅក្នុងទឹកយកទៅឲ្យនាងផឹកកំឡុងពេលដែលនាងកំពុងតែដេកលក់គាត់ក៏ចាប់ផ្ដើមប្រតិបត្តិការងារចាស់របស់គាត់ខណៈនោះដែរកូនរបស់យុនហ៊ីពួកគេក៏បានឃើញហេតុការណ៍ទាំងអស់នោះដែរក្រោយពីរឿងរ៉ាវនោះបានកើតឡើងយុនហ៊ីនាងក៏សម្រេចចិត្តចង្កូតសម្រាប់ខ្លួនឯងទៅពេលដែលបានដឹងថាពួកគេទាំង4នាក់ស្លាប់ដោយសារតែខ្លួនឯងអូខ្វាំងគាត់ក៏បានសួរទៅកាន់ពួកគេថាតើពួកគេធ្វើបែបនេះដើម្បីអ្វីទៅគ្រប់គ្នាទៅបានស្លាប់ដោយសារតែពួកគេមានភាពទន់ខ្សោយតែប៉ុណ្ណោះហេតុអ្វីបានត្រូវជាមកទម្លាក់កំហុសមកឲ្យគាត់ទៅវិញមិនថាអូខ្វាំងខំប្រឹងនិយាយយ៉ាងណាក៏ដោយក៏គាត់មិនអាចចាក់ចេញពីទីនេះដោយមានជីវិតរស់បាននោះដែរពីព្រោះតែអំពើបាបរបស់គាត់វាច្រើនហួសហេតុពេកអូខ្វាំងបានត្រឹមតែឈរយំសោកស្ដាយនៅអ្វីដែលខ្លួនបានធ្វើកន្លងមកហើយបានលុបជង្គង់សុំអង្វរទៅកាន់ពួកគេម្នាក់ម្ដងដើម្បីឲ្យពួកគេលើកលែងទោសទៅឲ្យគាត់ផងរឿងទាំងអស់គាត់គ្មានចេតនានឹងធ្វើវានោះទេមិនថាគាត់ខំប្រឹងនិយាយយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនយល់ព្រមអត់ទោសទៅឲ្យគាត់នោះដែរដោយការអត់ទ្រាំលែងបានអូខ្វាំងគាត់ក៏បាននិយាយខ្លាំងទៅកាន់ពួកគេថា
មិនបានជាពួកគេចង់ឲ្យគាត់ស្លាប់អញ្ចឹងតែពួកគេមានដឹងអត់គាត់ខំប្រឹងខ្លាំងណាស់ដើម្បីរស់រានមានជីវិតមកដល់សប្តាហ៍ថ្ងៃគ្រាន់តែនិយាយចប់ភ្លាមពួកគេក៏បានដើរចូលមករកគាត់យន់សុកគាត់ក៏បាននិយាយពូថៅកាប់ទៅកាន់គាត់ប៉ុន្តែបែរជាអូខ្វាំងគាត់បានភ្ញាក់ដឹងខ្លួនឡើងមកវិញក្រោយមកគាត់ក៏បានចុះមកពីលើឡានទាំងនៅក្នុងចិត្តភ័យខ្លាចជាខ្លាំងគាត់ក៏បានដើរលបដើម្បីនឹងមើលមនុស្សនៅជុំវិញបរិវេណហ្នឹងតែគ្មានឃើញនរណាម្នាក់នៅកន្លែងហ្នឹងតទៅសោះអូខ្វាងគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនក្រោយពីបានដឹងថាខ្លួនឯងនៅមានជីវិតគាត់ក៏ប្រញាប់រត់មករកផ្លូវធំវិញកំពុងតែរីករាយនៅពេលដែលដឹងខ្លួនឯងថានៅមានជីវិតស្រាប់តែមានមនុស្សម្នាក់ខំមកសុំអង្វរអូខ្វាងបើសិនជាមិនចង់ឃើញគាត់ស្លាប់នោះទេអូខ្វាងមិនត្រូវដេញគាត់ពីវិដីរបស់គាត់ឡើយចំណែកឯអូខ្វាងគាត់មិនបានហាមឃាត់ពីការស្លាប់របស់បុរសម្នាក់នោះទេគាត់បែរជាឲ្យម្នាក់នោះឆាប់ទៅស្លាប់ភ្លាមទៅខណៈនោះស្រាប់តែមានឡានដឹកទំនិញមួយបើកមកបកគាត់យ៉ាងពេញទំហឹងតែម្ដងអ្នកបើកឡានគាត់ក៏បានចុះមកមើលដែរតែគាត់មិនបានឃើញមនុស្សណាម្នាក់នោះទេអ្វីដែលគាត់បានឃើញនោះវាក៏ជាទីងងដែលកំពុងតែដេកនៅពាក់កណ្ដាលផ្លូវទៅវិញក្រោយមកគាត់ក៏បានបើកឡានបន្តទៅមុខទៀតហើយយើងក៏បានដឹងថាអូខ្វាងគាត់កំពុងតែដេកស្លាប់នៅក្នុងថ្លុកឈាមបន្តិចម្ដងដែលគ្មាននរណាម្នាក់ដឹងនោះទេចំណែកឯការសម្ដែងរឿងរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់អរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត